ជំរាបសួរលោកអ្នកបងប្អូនទាំងអស់ក្នុងព្រះគុណនៃព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទមេរៀនទី158ដែលយើងខ្ញុំលើកយកមកជូនលោកអ្នកនៅថ្ងៃនេះមានចំណងជើងថាយើងបានសុចរិតថ្នាក់ទី1ទាំងអស់គ្នាមេរៀននេះជាប់តាក់ទងទៅនឹងកាន់គម្ពីរកូរិនថូសខ្សែទី2ចំពុក5ខ21ខ្ញុំនឹងអានជូនលោកអ្នកព្រះគ្រីស្ទគ្មានបាបតតែសោះតែព្រះជាម្ចាស់បានធ្វើឲ្យព្រះអង្គទៅជាតួបាបសម្រាប់យើងដើម្បីប្រោះយើងឲ្យបានសុចរិតរួមជាមួយព្រះគ្រីស្ទដែរលោកអ្នកបងប្អូនមានអ្នកខ្លះជឿថាពួកគេត្រូវតែខិតខំប្រឹងប្រែងដើម្បីឲ្យបានคล้ายជាមនុស្សសុចរិតកាន់តែខ្លាំងឡើងហើយនៅពេលដែលពួកគេធ្វើអ្វីមួយខុសពួកគេតែងតែបន្ទោសខ្លួនឯងពួកគេមិនបានដឹងថាតាមរយៈទង្វើបែបនេះពួកគេមិនមែនកំពុងស្វែងរកសេចក្តីសុចរិតរបស់ព្រះជាម្ចាស់នោះទេប៉ុន្តែពួកគេកំពុងព្យាយាមបង្កើតសេចក្តីសុចរិតផ្ទាល់ខ្លួនរបស់ពួកគេតាមរយៈក្រឹតវិន័យនិងការប្រព្រឹត្តល្អរបស់ពួកគេវិញសេចក្តីសុចរិតមិនមែននិយាយពីរឿងការប្រព្រឹត្តនោះទេលោកអ្នកបងប្អូនប៉ុន្តែជាព្រះអំណោយទានមកពីព្រះជាម្ចាស់ដល់យើងគ្រប់គ្នាតាមរយៈព្រះយេស៊ូវវិញហើយដោយសារសេចក្តីសុចរិតជាព្រះអំណោយទាននោះយើងមិនអាចស្វែងរកតាមរយៈក្រឹតវិន័យនិងការប្រព្រឹត្តល្អរបស់យើងបានឡើយគឺយើងគ្រាន់តែទទួលយកពីព្រះជាម្ចាស់តែប៉ុណ្ណោះតែយើងទទួលព្រះអំណោយទាននេះដោយរបៀបណាយើងទទួលបានតាមរយៈឈើឆ្កាងព្រះជាម្ចាស់បានធ្វើឲ្យព្រះយេស៊ូវដែលគ្មានបាបសោះត្រឡប់ទៅជាតួបាបជំនួសយើងរាល់គ្នាដើម្បីឲ្យយើងបានត្រឡប់ទៅជាសេចក្តីសុចរិតរបស់ព្រះជាម្ចាស់នៅក្នុងទ្រង់ដូច្នេះថ្ងៃនេះយើងគឺជាសេចក្តីសុចរិតរបស់ព្រះជាម្ចាស់នៅក្នុងព្រះគ្រីស្ទហើយយើងក៏បានសុចរិតដូចជាព្រះយេស៊ូវដែរប៉ុន្តែអ្នកខ្លះទៀតគិតថានៅក្នុងរូបកាយរបស់ព្រះគ្រីស្ទមានឋានៈនៃសេចក្តីសុចរិតខុសគ្នាពួកគេគិតថាគ្នាយើងខ្លះមានសេចក្តីសុចរិតថ្នាក់ទាបពួកគេខ្លះទៀតគិតថាមានសេចក្តីសុចរិតថ្នាក់មធ្យមនិងមានមនុស្សតែមួយចំនួនតូចតែប៉ុណ្ណោះដែលជ្រើសរើសបានសេចក្តីសុចរិតថ្នាក់ទី1ស្ដាប់រឿងនេះទៅសម្រាប់ខ្ញុំផ្ទាល់គឺជារឿងមួយដែលមិនសមហេតុសមផលតតែសោះពេលដែលព្រះជាម្ចាស់បានប្រទានព្រះយេស៊ូវដល់យើងព្រះអង្គបានคล้ายទៅជាសេចក្តីសុចរិតរបស់យើងតាំងតែពីពេលនោះមកម្ល៉េះដូច្នេះយើងបានសេចក្តីសុចរិតរបស់ព្រះអង្គរួចទៅហើយមានន័យថាយើងបានសុចរិត 100% នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់គឺជាសេចក្តីសុចរិតថ្នាក់ទី1តែម្ដងគ្មានអាណាថ្នាក់ទាបថ្នាក់មធ្យមឬមនុស្សមួយចំនួនតូចទទួលបានថ្នាក់ទី1នោះទេគឺទី1ទាំងអស់គ្នាលោកអ្នកបងប្អូនក្នុងព្រះគ្រីស្ទគឺយើងស្មើគ្នាមានអ្នកខ្លះគាត់និយាយមកកាន់ខ្ញុំថាលោកគ្រូខ្ញុំមិនយល់ទេតើខ្ញុំអាចសុចរិតដោយរបៀបណាបើខ្ញុំធ្វើខុសរាល់តែថ្ងៃឥតឈប់នោះសូមយើងទាំងអស់គ្នាគិតអំពីចំណុចនេះព្រះយេស៊ូវជាព្រះដែលមិនមានបាបមិនបានធ្វើបាបហើយនៅក្នុងទ្រង់ក៏គ្មានបាបដែរប៉ុន្តែនៅលើឈើឆ្កាងព្រះអង្គបានទទួលយកអំពើបាបរបស់យើងហើយបានត្រឡប់ជាតួបាបជំនួសយើងវិញដូចគ្នានេះដែរយើងទាំងអស់គ្នាដែលជាមនុស្សមានបាបយើងមិនបានស្គាល់សេចក្តីសុចរិតក៏មិនបានប្រព្រឹត្តសេចក្តីសុចរិតដែរហើយនៅក្នុងខ្លួនយើងក៏គ្មានសេចក្តីសុចរិតផងដែរ
ប៉ុន្តែនៅឯឈើឆ្កាងយើងបានទទួលយកសេចក្តីសុចរិតរបស់ព្រះអង្គហើយក៏បានคล้ายទៅជាសេចក្តីសុចរិតរបស់ព្រះជាម្ចាស់រួមជាមួយព្រះគ្រីស្ទដែរអាមែនសូមអរគុណសូមព្រះជាម្ចាស់ប្រទានពរយ៉ាងបរិបូរណ៍ដល់លោកអ្នកបងប្អូន